Nè lục ta cầm sót, ta lục ta mô rô của vây tiện hơi. អោអ្នកម្ចាស់ថ្លៃត្រីអើយសូមអត់ទោសឲ្យខ្ញុំផងខ្លួនខ្ញុំមិនដឹងធ្វើយ៉ាងណាទៀតទេនេះគឺជាគ្រោះអកុសលរបស់ខ្ញុំហើយស្ដេចស្រីដែលជាភរិយារបស់ខ្ញុំគេមិនចង់បានជាស្ដេចស្រីដូច្នោះទៀតទេគេចង់បានជាស្ដេចដែលសោយរាជសម្បត្តិនៅក្នុងមហាសមុទ្រនេះវិញតាមតែចិត្តគេត្រូវការ សូមជូនរឿងតានេសាទកំសត់ក្នុងកាលដ៏យូរយារណាស់មកហើយមានតាយាយពីរនាក់ប្តីប្រពន្ធជាអ្នកក្រីក្របំផុតបានសង់ខ្ទមរស់នៅក្បែរមាត់សមុទ្រអស់កាលជាយូរយារណាស់មកហើយតាចាស់ជាប្តីប្រកបរបរជាអ្នកនេសាទឯយាយចាស់ជាប្រពន្ធជាអ្នកកាប់ក្រចៅលក់ដូរចិញ្ចឹមជីវិតហើយអតាកចាស់នឹងថ្មើរណាបានចេញទៅរកត្រីទៅឯងឡើងពីកាប់ក្រចៅវិញហើយមិនទាន់ទៅរកត្រីទៀតអ៊ូចេញមកហើយទីតានេះយាយវាអើយខ្ញុំចេញទៅរកត្រីសិនហើយ ចាអញ្ជើញចេញទៅចុះហើយចាប់ត្រឡប់មកផ្ទះវិញផងណានឹងអាចយកក្រចៅទៅឲ្យគេព្រោះគេប្រញាប់យកទៅធ្វើកន្ទេលផងបាទចាំខ្ញុំមកវិញអញ្ចឹងខ្ញុំទៅសិនហើយយាយវាតានេសាទជាប្តីបានដើរចេញទៅបង់សំណាញ់នៅឯមាត់សមុទ្រថ្ងៃនេះគាត់បានទៅបង់សំណាញ់តាំងពីព្រឹកទល់ល្ងាចតែមិនបានត្រីមួយសោះឡើយយីថ្ងៃនឹងជាថ្ងៃស្អីទៅបងមួយថ្ងៃពេញហើយគ្មានបានត្រីស្អីមួយអីចឹងងាប់ហើយអញអញទៅផ្ទះវិញដឹងតែយាយកប៉ាល់ភ្លើងជេរប្រតិចទៀតហើយគាត់ក៏សម្រេចចិត្តបង់មួយសំណាញ់ជាលើកចុងក្រោយក៏បានត្រីពណ៌មាសមួយក្បាលត្រីមាសទីតើសំណាងហើយអញថ្ងៃហ្នឹងពេលនោះត្រីមាសកាលដែលតានេសាទចាប់បានហើយក៏និយាយអង្វរជាភាសាមនុស្សទៅកាន់តានេសាទនោះថាណែលោកតានេសាទសូមតាដោះលែងខ្ញុំចូលទៅកាន់សមុទ្រវិញទៅខ្ញុំនឹងជូនរបស់មានតម្លៃជាទីគាប់ចិត្តដល់លោកតាណាយើងរកស៊ីនេសាទត្រីយូរណាស់មកហើយមិនដែលប្រទះឃើញត្រីណាចេះនិយាយដូច្នេះសោះណែត្រីមាសសូមទេវតាថែរក្សាឯងឲ្យបានល្អផងចុះណាហើយខ្ញុំក៏មិនត្រូវការវត្ថុអ្វីជាគុណបំណាច់ពីឯងដែរចូលឯងរស់នៅក្នុងសមុទ្រនេះឲ្យសប្បាយរីករាយចុះអាតាកចាស់នឹងទៅយូរម្លេះអាទៅយូរនឹងច្រើនតអត់ហើយចាំមើលមកវិញដឹងតែត្រូវគ្នាហើយអាតាកចាស់នឹងតានេសាទបានត្រឡប់មកផ្ទះវិញហើយបាននិយាយប្រាប់រឿងរ៉ាវទៅកាន់ប្រពន្ធថាយាយវាថ្ងៃនេះខ្ញុំទៅបង់សំណាញ់បានត្រីមាសមួយក្បាលហើយត្រីនោះមិនមែនជាត្រីធម្មតាឡើយគឺចេះនិយាយដូចមនុស្សយើងអីចឹងហើយវាសុំអង្វរឲ្យខ្ញុំលែងវាទៅក្នុងសមុទ្រវិញហើយត្រីនោះថានឹងឲ្យរបស់មានតម្លៃដែលយើងចង់បានមកឲ្យយើងវិញតែខ្ញុំមិនហ៊ានទទួលយកគ្រឿងបណ្ដាការអ្វីឡើយហើយក៏លែងត្រីនោះទៅក្នុងសមុទ្រវិញទៅមិនក៏អាតាកចាស់ឯងល្ងងម្លេះមិនក៏មិនព្រមទាយករបស់អ្វីមួយពីត្រីនោះបែរជាត្រឡប់មកផ្ទះវិញដោយដៃទទេបែបនេះយាយចាស់ជាប្រពន្ធបានដេញតានេសាទឲ្យទៅរកត្រីមាសនោះម្ដងទៀតដើម្បីសុំពាងពីរណែអាតបេកចាស់ឆាប់ទៅរកត្រីមាសនោះហើយសុំពាងទីមកពាងរបស់យើងចាស់បាក់បែកអស់ហើយតានេសាទបានដើរទៅមាត់សមុទ្រវិញទាំងអស់កម្លាំងដោយគាត់នោះជាមនុស្សស្លូតត្រង់ហើយខ្លាចប្រពន្ធគាត់ក៏ស្រែកហៅត្រីមាសអើយត្រីមាសខ្ញុំចង់ជួបអ្នកឯងតើអ្នកនៅក្បែរនេះដែរឬទេតា
តាចង់ជួបខ្ញុំមានការអ្វីដែរ អោត្រីមាសអើយប្រពន្ធខ្ញុំគឺបានខឹងនឹងខ្ញុំខ្លាំងណាស់ដែលបានទៅផ្ទះវិញដោយដៃទទេបែបនេះគាត់ឲ្យខ្ញុំមកសុំពាងទឹកពីអ្នកឲ្យបានមួយគូណា អូមិនអីទេតាសូមតាកុំបារម្ភឲ្យសោះសូមតាត្រឡប់ទៅផ្ទះវិញចុះទេវតានឹងប្រទានឲ្យតាហើយតាច្បាស់ជាទទួលបានពាងថ្មីនោះជាមិនខានឡើយតានេសាទក៏ត្រឡប់មកផ្ទះវិញម្ដងទៀតហើយគាត់ក៏ទទួលបានពាងថ្មីនោះមួយគូហើយយាយចាស់ជាប្រពន្ធនៅតែបង្ហាញអារម្មណ៍មិនពេញចិត្តឡើយហើយស្រែកគំហុកទៅកាន់តាម្ដងទៀតថាអើយអាតាកាចាស់នេះចំជាល្ងីល្ងើខ្លាំងណាស់ហើយផ្ដេសផ្ដាស់មែនទែនមិនក៏សុំតែពាងមួយគូមុខនេះឆាប់ត្រឡប់ទៅវិញសុំផ្ទះស្អាតមួយមកព្រោះយើងគ្មានផ្ទះល្អនៅនឹងគេទេតាជាប្តីឬប្រពន្ធនិយាយដូច្នេះហើយដោយគាត់ជាមនុស្សស្លូតត្រង់ផងហើយស្រឡាញ់ប្រពន្ធនិងខ្លាចប្រពន្ធផងសុខចិត្តត្រឡប់ទៅសមុទ្រវិញពេលមកដល់គាត់ក៏ស្រែកហៅត្រីមាសដូចលើកមុនទៀតអោត្រីមាសអើយត្រីមាសតើអ្នកនៅឯណាខ្ញុំចង់ជួបអ្នកណាស់តាមករកខ្ញុំមានការអ្វីទៀតហើយ អោម្ចាស់ថ្លៃអើយប្រពន្ធខ្ញុំខឹងនឹងខ្ញុំទៀតហើយឲ្យខ្ញុំមកសុំផ្ទះពីអ្នកមួយខ្នងព្រោះផ្ទះដែលខ្ញុំកំពុងរស់នៅសពថ្ងៃវាចាស់ទ្រុឌទ្រោមណាស់ទៅហើយអូមិនអីទេលោកតាចូលតាកុំព្រួយអីសូមតាត្រឡប់ទៅផ្ទះវិញចុះតាប្រកាសជាបានផ្ទះមួយខ្នងតាមប្រាថ្នាមិនខានតានេសាទក៏ត្រឡប់មកផ្ទះខ្លួនវិញស្រាប់តែបាច់ខ្ទមចាស់ពីមុនហើយឃើញផ្ទះមួយយ៉ាងល្អប្រណិតនៅពីមុខគាត់មានបន្ទប់យ៉ាងធំទូលាយថែមទាំងមានផ្ទះបាយនិងបង្អួចហើយឃើញប្រពន្ធរបស់គាត់អង្គុយក្បែរបង្អួចនោះហើយស្រែកជេរមកកាន់តាទៀតថាអោអាតាកាចាស់អីក៏គំរក់ខ្លាំងណាស់ហើយឆោតល្ងងខ្លាំងទៀតហេតុអ្វីបានជាអ្នកឯងសុំតែផ្ទះទទេដូច្នោះខ្ញុំមិនពេញចិត្តនោះទេចូលតាឯងទៅសុំត្រីនោះម្ដងទៀតឲ្យខ្ញុំមានសម្រស់កាន់តែស្អាតកាន់តែក្មេងជាងមុននិងមានអ្នកបម្រើជាច្រើនចាំហែហមផងតានេសាទជាប្តីបានត្រឡប់ទៅរកត្រីមាសនៅឯមាត់សមុទ្រដូចមុនទៀតលុះមកដល់តានេសាទក៏ស្រែកហៅត្រីមាសដូចមុនទៀតត្រីមាសអើយត្រីមាសខ្ញុំចង់ជួបអ្នកឯងលោកតាតើតាមកទីនេះធ្វើអ្វីទៀតហើយដោយក្តីគោរពណាត្រីមាសអោម្ចាស់ថ្លៃអើយសូមអ្នកអត់ទោសឲ្យខ្ញុំផងប្រពន្ធខ្ញុំគេនៅតែខឹងនឹងខ្ញុំជានិច្ចគេមិនឲ្យខ្ញុំឈប់បានមួយដង្ហើមសោះឥឡូវនេះគេថាគេមិនចង់មានសភាពជាស្រីអ្នកស្រែចម្ការដូច្នោះទេគេចង់ក្លាយជាស្រីអ្នកមានត្រកូលខ្ពង់ខ្ពស់ស្ដុកស្ដំវិញអូមិនអីទេលោកតាតែប៉ុណ្ណេះទេឬកុំព្រួយចូលតាត្រឡប់ទៅផ្ទះវិញទេវតានឹងជួយសម្រេចបំណងរបស់លោកតាណាតានេសាទក៏បានត្រឡប់មកផ្ទះវិញស្រាប់តែឃើញវិមានយ៉ាងធំខ្ពស់និងបានឃើញប្រពន្ធរបស់ខ្លួននៅក្នុងវិមាននោះយាយវាទីតាស្លៀកពាក់សុទ្ធសឹងជារបស់មានតម្លៃមានពាក់ខ្សែកចិញ្ចៀនកងដៃយ៉ាងប្រណិតតែម្ដងសូម្បីស្បែកជើងក៏មាសទៀតឃើញមានមនុស្សនៅចាំបម្រើឆ្វេងស្ដាំតែគាត់ជាមនុស្សកំណាចបានវាយទាត់ធាក់អ្នកបម្រើឥតមេត្តាតាចាស់ជាប្តីបានឃើញដូច្នេះក៏និយាយទៅកាន់ភរិយាថាជំរាបសួរលោកស្រីឥឡូវចិត្តអ្នកស្រីយ៉ាងណាហើយល្មមស្កប់ស្កល់ហើយឬនៅយាយចាស់ដែលជាប្រពន្ធកំណាចនោះក៏បានស្រែកគំហកដាក់តាជាប្តីថាយើអាតាកាចាស់សួរនឹងចង់ឌឺឲ្យយើងមែនទេសម្បត្តិតាឯងបានតែទៅធ្វើការនៅរោងសេះទេទៅ
ឆាប់ចេញពីមុខយើងឲ្យបាត់ភ្លាមទៅ បានប្រមាណជាមួយអាទិត្យយាយចាស់ជាភរិយាមានចិត្តលោភលន់ម្ដងទៀតទើបឲ្យខ្ញុំបំរើឲ្យទៅហៅតានេសាទមកជួបគាត់ ឯងឆាប់ទៅហៅតាកាចាស់នោះមកជួបយើង បាទម្ចាស់ស្រី ណែលោកតា ម្ចាស់ស្រីឲ្យមករកតា គាត់ចង់ជួបនឹងតា ហើយម្ចាស់ស្រីឯងត្រូវការអីទៀតហើយ ខ្ញុំមិនដឹងទេ សូមតាទៅជួបគាត់ដោយខ្លួនឯងចុះ ឯងទៅមុនចុះ យើងទៅតាមក្រោយឥឡូវហើយ បាទចឹងខ្ញុំទៅមុនហើយ សូមតាប្រញាប់ទៅឲ្យបានលឿនផង កុំឲ្យខ្ញុំត្រូវមាត់ម្ចាស់ស្រីណា យើងដឹងហើយ មិនដឹងថាពេលណាគេស្ងប់ចិត្តទេ តើម្ចាស់ស្រីរកខ្ញុំមានការអ្វីដែរទៅ ចូលតាឯងទៅសុំត្រីមាសម្ដងទៀតឲ្យខ្ញុំខ្លាចជាស្ដេចស្រីដែលមានអំណាចលើសអស់មនុស្សទាំងពួង តាចាស់កំសត់ដែលមានចិត្តខ្លាចនឹងភរិយាក៏សម្រេចចិត្តត្រឡប់ទៅកាន់មាត់សមុទ្រម្ដងទៀតតានេសាទក៏បានស្រែកហៅត្រីមាសជាថ្មីម្ដងទៀត ត្រីមាសអើយ ត្រីមាស ពេលនោះត្រីមាសក៏លេចចេញមកហើយហែលទៅជិតតានេសាទនោះ លោកតាអើយតាមកទីនេះមានរឿងអ្វីទៀតហើយ អោម្ចាស់ថ្លៃអើយ ចូលអ្នកអត់ឱនឲ្យខ្ញុំផង ព្រោះភរិយាខ្ញុំនាងវង្វេងទៅហើយ គេចង់ក្លាយទៅជាស្ដេចស្រីដែលមានអំណាចលើសគេទាំងអស់ ហើយឲ្យខ្ញុំមកសុំអ្នកឯងទៀត តាកំព្រួយអីចូលតាត្រឡប់ទៅវិញចុះទេវតានឹងសម្រេចបំណងប្រាថ្នារបស់តាណា តានេសាទក៏បានត្រឡប់មកផ្ទះវិញស្រាប់តែគាត់ឃើញព្រះរាជវាំងផុសនៅចំពីមុខគាត់ហើយឃើញយាយចាស់ដែលជាស្ដេចស្រីដែលជាភរិយាគាត់នោះអង្គុយនៅក្នុងព្រះរាជវាំងនោះមានបរិវារស្រីប្រុសជាច្រើនចំរុំគាត់ពេលនោះតានេសាទមានអារម្មណ៍ថាភ័យភ័ន្តនិងរន្ធត់ក្នុងចិត្តលុតជង្គង់ថ្វាយបង្គំភរិយាដែលជាស្ដេចស្រីហើយពោលទៅកាន់ស្ដេចស្រីដែលជាភរិយាថា សូមថ្វាយបង្គំស្ដេចស្រីឥឡូវព្រះនាងសពព្រះតីនឹងសម្បត្តិពុននេះហើយឬនៅ តើមានខ្វះខាតអ្វីទៀតទេទានម្ចាស់ ស្ដេចស្រីនោះមិនបានមើលទៅកាន់តានេសាទបន្តិចសោះហើយបានឲ្យអ្នកបម្រើដេញតានេសាទនោះចេញទៅក្រៅ ឆាប់ដេញតាកាចាស់នឹងចេញភ្លាមទៅ តានេសាទផិតភ័យខ្លាំងណាស់ក៏បានរត់ចេញទៅបាត់មិនយូរប៉ុន្មានស្ដេចស្រីក៏កើតចិត្តលោភម្ដងទៀតទើបចាត់រាជបម្រើឲ្យតាមរកតានេសាទ ណែពួកឯងឆាប់ទៅរកតាកាចាស់នោះមកឲ្យយើងភ្លាមមក ក្រាទូលស្ដេចស្រី លុះរកឃើញហើយក៏បាននាំយកតានេសាទនោះមកថ្វាយឯស្ដេចស្រីនោះបង្គាប់ប្រាប់ទៅតានេសាទថា ចូលតាឯងទៅជួបត្រីមាសហើយសុំត្រីមាសម្ដងទៀតដើម្បីឲ្យយើងក្លាយទៅជាស្ដេចស្រីនៅក្នុងមហាសមុទ្រទាំងមូល តានេសាទមិនហ៊ានប្រកែកក៏ដើរទៅកាន់សមុទ្រពេលដែលទៅដល់ស្រាប់តែមានព្យុះនិងរលកបក់យ៉ាងខ្លាំងតានេសាទបានស្រែកហៅទៅត្រីមាសដូចមុនទៀតឯត្រីមាសក៏ហែលមកជិតហើយសួរទៅកាន់តាថា ណែលោកតាកំសត់តើលោកតាមករកអ្វីទៀតហើយ អោអ្នកម្ចាស់ថ្លៃត្រីអើយ សូមអត់ទោសឲ្យខ្ញុំផង ខ្លួនខ្ញុំមិនដឹងធ្វើយ៉ាងណាទៀតទេ នេះគឺជាគ្រោះអកុសលរបស់ខ្ញុំហើយ ស្ដេចស្រីដែលជាភរិយារបស់ខ្ញុំ គេមិនចង់បានជាស្ដេចស្រីដូច្នោះទៀតទេ គេចង់បានជាស្ដេចដែលសោយរាជសម្បត្តិនៅក្នុងមហាសមុទ្រនេះវិញតាមតែចិត្តគេត្រូវការ ត្រីមាសមិនបានពោលពាក្យតបទៅកាន់តានេសាទដូចមុនឡើយហើយក៏បានហែលចូលទៅក្នុងសមុទ្រវិញបាត់ទៅ ត្រីមាសតើឯងនៅឯណាឯងមិនទាន់ឆ្លើយតបនឹងខ្ញុំទេ តាចាស់ចេះតែនៅចាំត្រីក្រែងត្រឡប់មកតបវិញដូចគ្រាមុនឯត្រីនោះទៅបាត់សូន្យឈឹងមិនឃើញត្រឡប់មកវិញសោះដោយចាំយូរពេកតានេសាទអស់កម្លាំងណាស់
ក៏ត្រឡប់ទៅកាន់ផ្ទះវិញ ហេតុអ្វីត្រីមាសទៅបាត់ដូច្នេះតើមានរឿងអ្វីទៅ ពេលនោះតានេសាទមិនបានឃើញរឿងរ៉ាវកើតឡើងដូចមុនឡើយបែរជាឃើញខ្ទមកញ្ចាស់ដូចពីមុនវិញនិងយាយដែលជាប្រពន្ធអង្គុយក្បែរពាងដែលប្រេះស្រាំដូចពីមុនវិញ រលាយអស់ហើយតាអើយតាខ្ញុំដឹងខុសហើយតាដែលលោភលន់មិនចេះស្កប់ស្កល់ហើយធ្វើបាបតាមិនចេះចប់មិនចេះហើយដោយសារតែគតិលោភរបស់ខ្ញុំឲ្យខ្ញុំសុំទោសផងណាតាវា មិនអីទេយាយខ្ញុំមិនដែលប្រកាន់ខឹងនឹងយាយទេចូលយាយវាកុំគិតច្រើនពេកអីព្រោះទ្រព្យដែលបានមកដោយស្រួលមិនបានចេញពីការខិតខំប្រឹងប្រែងនោះវានឹងបាត់បង់ទៅវិញដោយឯងជាមិនខានឡើយយាយ ដូច្នេះហើយបានជាមានគតិចាស់ព្រឹទ្ធាចារ្យពោលឡើងថាភាពលោភលន់តែងរមែងនាំទៅរកសេចក្តីវិនាស